cả viประยุทธ์គ្នាក្តៅកគុកដោយថ្មើរជើងបុកជាមួយនឹងថ្មើរជើងអញ្ចឹងខ្ញុំជួបជាមួយនឹងលោកពៅលោកអែមពៅនៅខាងខេត្តបន្ទាយមានជ័យបាទអាឡូលោកពៅបាទជំរាបសួរសុំបន្តិចសុំសហការីកំពុងតែតភ្ជាប់ប្រព័ន្ធទៅប៉ុន្តែចង់ជំរាបជូនបងប្អូនថាស្ថានភាពនៅក្នុងពេលនេះគឺវានៅតែបន្តមានស្ថានភាពក្តៅនៅតាមតំបន់ព្រំដែនរបស់យើងហើយនេះខ្ញុំអត់ទាន់បានជំរាបជូនបងប្អូនបន្តចាឥឡូវដោយសារតែយើងភ្ជាប់ប្រព័ន្ធទូរស័ព្ទបានហើយចាបាទឥឡូវតាក់ទងទៅបានណាសហការីអាឡូលោកពៅអាឡូបាទជំរាបសួរលោកប្រធានព្រមទាំងទស្សនិកជនដែលកំពុងតាមដាននៅការផ្សាយផ្ទាល់របស់ទូរស័ព្ទក្នុងផ្ទះបាទលោកពៅឥឡូវនេះយើងអត់ជំរាបសួរអីច្រើនវែងឆ្ងាយយើងចូលទៅរឿងដែលកំពុងតែក្តៅនេះតែម្ដងលោកពៅគិតត្រឹមម៉ោង8:58នាទីនេះតើស្ថានភាពនៅជោគជ័យព្រៃច័ន្ទបឹងតគួនប៉ោយប៉ែតវិវត្តយ៉ាងម៉េចហើយឥឡូវនេះឮថាក្តៅខ្លាំងលោកពៅបាទសូមជួយបាទសូមគ្រប់រាយការណ៍ជូនលោកភាពព្រមទាំងទស្សនិកជនគឺស្ថានភាពរបស់ពេលនេះគឺចំណុចដែលក្តៅខ្លាំងគឺនៅខាងច្រកបឹងតគួនតែតាមការរាយការណ៍ពីកម្លាំងទូមុខមកគឺខាងប្រទេសថៃកំពុងតែសម្រុកស្មើជើងបន្ទាប់ពីការបាញ់ខ្លោងតាមសន្ទុបចាប់តាំងពីម៉ោង4រហូតមកដល់ពេលនេះហើយគណៈពេលនេះគឺកំពុងតែស្មើជើងដោយមានការទប់ទល់យ៉ាងអង្អាចក្លាហានពីសំណាក់កងកម្លាំងយោធារបស់កម្ពុជាគឺបាញ់ទប់ទល់មិនឲ្យខាងប្រទេសចូលប្រទេសថៃរលចូលមកបានទេបាទលោកពៅនៅបញ្ជាក់ជូនប្រិមិត្តរបស់យើងកំពុងតែតាមដានតិចដោយសារតែខ្ញុំដឹងហើយថានៅច្រកនៃបឹងតគួននេះស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យអានឹងស្ថិតនៅក្នុងស្រុកអីគេបឹងតគួនហ្នឹងលោកពៅបាទទូរទស្សន៍ទស្សនិកជនគឺបឹងតគួននេះស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យតែស្រុកនេះជាប់នៅក្នុងបន្ទាល់របស់ខេត្តបន្ទាយមានជ័យដែលមានខាងមកដូនប្រាសាទព្រះវិហារប្រាសាទអត្តធិថៃប្រាសាទបាតដើម្បីឬក៏ប្រាសាទតំបន់ធំតែម្ដងបាទប្រិមិត្តតាមពិតខ្ញុំស្គាល់ភូមិសាស្ត្រនឹងហើយប៉ុន្តែឲ្យលោកពៅនឹងបញ្ជាក់បន្ថែមដោយសារលោកយាយលោកតាខ្លះគាត់ថាបឹងតគួននៅក្នុងស្រុកអីបាទអញ្ចឹងនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទអញ្ចឹងមកដល់ម៉ោងនេះបើតាមលោកពៅបានទទួលព័ត៌មានបានន័យថាការប្រយុទ្ធគ្នាដោយថ្មើរជើងមានរត់ក្រោះនឹងកំភ្លើងដៃបាញ់តទល់គ្នានៅលើដីមែនទេលោកពៅខាងប្រទេសថៃបានសម្រុកមកតាមច្រកបាត់គួតដោយរថផ្ទះដែកហើយនឹងការគ្រប់គ្រងដោយស្មារតីអាវុធស្មារតីបាទប៉ុន្តែម៉ោងហ្នឹងមានឮសំឡេងនៃយន្តហោះ S16 របស់ពួកឈ្លានពានទៀតទេលោកពៅតំបន់នោះបាទម្ដងម៉ោងនេះអត់ទាន់ឮស្នូសំឡេងរថយន្តហោះទៀតទេបន្ទាប់ពីការពិព្រឹកព្រៀបផ្ទៃហ្នឹងតាមប្រព័ន្ធព័ត៌មានថាមានការទម្លាក់គ្រាប់នៅខាងស្រុកថ្មពួកហើយចំណុចបឹងតគួនហ្នឹងពីយន្តហោះ S16 តែខ្ញុំតែបានទទួលព័ត៌មានថាធ្លាក់នៅចំណុចណាឬក៏ពិតយ៉ាងណានោះទេដោយសារតែកងកម្លាំងជួយមកកំពុងជាប់ដៃជាមួយនឹងប្រទេសថៃដែលកំពុងតែរលចូលដោយឡែកខាងប៉ោយប៉ែតម្ដងម៉ោង9នេះម៉ោង9នេះគឺមានសភាពស្ងប់ស្ងាត់ហើយជាចូលកន្លះម៉ោងឬក៏1ម៉ោងហើយខំគ្នាជាមួយនឹងទឹកដីព្រៃច័ន្ទផងដែរដោយឡែកខាងបឹងអគិសនីដោយឡែកខាងស្រុកម៉ាឡៃគឺបានបាញ់ឆ្លងចូលស្រុកម៉ាឡៃដែលជាខេត្តបន្ទាយមានជ័យជាប់នៅព្រំប្រទល់របស់ខេត្តបាត់ដំបងហ្នឹងកាលពីម៉ោង6ទៀតហ្នឹងគឺប្រមាណជា9ទៅ10គ្រាប់ហ្នឹងគឺទៅដល់ពេលនេះក៏មានសភាពខាងប្រទេសដែរនេះបាទចុះព្រៃច័ន្ទជោគជ័យបាទទៅព្រៃច័ន្ទជោគជ័យមកដល់ម៉ោងនេះយើងតាក់ទងទៅជួបពលរដ្ឋបានហើយទៅសម្រាប់ប្រជាពលរដ្ឋដែលទៅរស់នៅក្នុងជាប់ព្រំប្រទល់ក្នុងជោគតាំងព្រៃច័ន្ទហ្នឹងគឺមិនស្ងាត់រាប់ខ្លោងបន្តិចហើយមែនជាមួយនឹងប៉ោយប៉ែតចោះឮថាឥឡូវផ្លូវជាតិលេខ5ចំណុចរង្វង់មូលតាណារង្វង់មូលអីដែលត្រូវបានបិទឲ្យប្រជាពលរដ្ឋចេញបាទនៅចំណុចរង្វង់មូល58ដែលជាចំណុចរង្វង់មូលនេះគឺស្ថិតនៅក្នុងមុខច្រកពីអន្តរជាតិស្ទឹងប៉ាត់ចាប់ពីចំណុចរង្វង់មូល58មកចំណុចហៅថាកោតម្រៃស្ថិតនៅក្នុងសង្កាត់និមិត្តរបស់ក្រុងប៉ោយប៉ែតផងនោះគឺត្រូវបានអាជ្ញាធរសមត្ថកិច្ចបានចាប់តាំងពីព្រឹកនិយាយរួមគឺបិទតាំងពីយប់ម៉ោង9ជាងរហូតដល់ពេលនេះគឺមិនបើកឲ្យដំណើរការនោះទេដោយសារតែប្រជាពលរដ្ឋ
ចរាចរណ៍លើផ្លូវនេះបានទេដោយសារតែជាថៃបានបាញ់ខ្លងធ្លាក់គ្រាប់ចឹងច្រើនមកផ្នែកខាងជាលេខ5នេះគឺសងខាងផ្លូវតែម្ដងចាប់តាំងពីដូចមើលរូបភាពនៃការបាញ់ចូលនៅព្រឹកនេះមិនខុសពីការបាញ់ចូលពីរសៀលថ្ងៃទី21ក៏មិនយល់ទេគឺរូបភាពដូចគ្នាគឺខាងកើតនៃក្រុងប៉ោយប៉ែតនិងខាងជើងនៃក្រុងប៉ោយប៉ែតទៅខាងជោគជ័យទៅចា៎ចឹងការបិទផ្លូវកន្លែងចំណុចវងមូលកូនដំរីនេះគឺមិនអោយប្រជាពលរដ្ឋចូលទៅប៉ោយប៉ែតទេហើយប្រជាពលរដ្ឋពីប៉ោយប៉ែតក៏អត់អាចឲ្យចេញបានដែរដោយហេតុផលក្របកំភ្លើងផ្លោងរបស់សៀមហ្នឹងគឺផ្លោងកាត់ចូលដល់ផ្លូវជាតិលេខ5ហ្នឹងបាទប្រទេសប្រទេសដែរមួយទៀតទៅគឺពេលនេះគឺអាជ្ញាធរក្រុងប៉ោយប៉ែតក៏បានឲ្យពលរដ្ឋឲ្យចេញពីខាងទំនប់កាច់និងប្រៃគ្រប់ពេជ្រជាស្រ័យគឺប្រៃពេជ្រដែលទៅខាងជើងក្រុងប៉ោយប៉ែតទៅក្នុងសង្កាត់ប៉ោយប៉ែតហ្នឹងគឺឲ្យជំនះមកកាន់ទីសុវត្ថិភាពនៃវត្តតាកណ្ដាលដែលស្ថិតនៅចំណុចដែលការវិយុមិញគឺអាជ្ញាធរបានដាក់បរានៅចំណុចហ្នឹងមិនឲ្យពីពលរដ្ឋទៅធ្វើចរាចរណ៍ទៅតាមផ្លូវនឹងបានចុះតាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតតែម្ដងមកដល់ម៉ោងនេះលោកពៅមានបានទទួលព័ត៌មានថាតើគាត់រស់នៅដោយរបៀបយ៉ាងម៉េចដែរច្បុកច្បល់យ៉ាងម៉េចដែរនៅទីប្រជុំជននោះបាទប៉ោយប៉ែតគឺមានទីស្ថានដែលទទួលបានគឺមួយស្ថានគឺពួកគាត់កំពុងតែគេមានសម្រាប់ចេញពីក្រុងប៉ោយប៉ែតដើម្បីមកខណ្ឌសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យឬខេត្តដទៃទៀតដោយការពីម្សិលមិញឬក៏ការពីថ្ងៃទី9ក្នុងដែលពួកគាត់បានជួបតំបល់ហើយដល់ឡែកមួយក្រុមទៀតនោះគឺគាត់កំពុងតែសង្ងំនៅតាមទីឋានមូលដ្ឋានរបស់ពួកគាត់ដែលស្ថានមានសុវត្ថិភាពគឺគាត់នៅសង្ងំសិនគឺធ្វើចរាចរណ៍ចេញមកជួបតំបល់ចេញមកខាងក្រៅនៃខេត្តបន្ទាយមានជ័យនោះទេនេះបាទអូខេអរគុណលោកពៅណាដែលបានធ្វើសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបាទបាទប្រិមិត្តនេះគឺជាស្ថានភាពនៅខាងខេត្តបន្ទាយមានជ័យចំពោះការវិវត្តកំភ្លើងផ្លោងរបស់ពួកឈ្លានពានហ្នឹងគឺបន្តនៅក្តៅកគុកនៅខាងច្រកបឹងតគួនហើយបើតាមក្រសួងការពារជាតិបានចេញផ្សាយជាផ្លូវការថាពួកឈ្លានពានហ្នឹងគឺបានបើកប្រតិបត្តិការតាំងពីម៉ោង5ទៀបភ្លឺមកម្លេះដោយមានទាំងបាញ់ដោយក្របបែកផ្សែងពុលហើយនឹងទម្លាក់ក្របបែកដោយ S16 ទៀតផងបាទអញ្ចឹងតាំងពីព្រលឹមមកម្លេះប្រើ S16 តាំងពីព្រលឹមហើយនឹងប្រើក្របបែកផ្សែងពុលតាំងពីព្រលឹមនៅច្រកបឹងតគួនចា៎រួមជាមួយនឹងភូមិព្រៃច័ន្ទជោគជ័យក៏បានកំពុងតែផ្លោងដែរហើយកន្លែងកំភ្លើងធំដែលផ្លោងចេញមកហ្នឹងគឺចេញនៅចំណុចផ្សារឡុងខឿចា៎តែចេញពីហ្នឹងអញ្ចឹងបានន័យថាគេបានដាក់កំភ្លើងធំដែលផ្លោងចេញហ្នឹងគឺនៅខាងទឹកដីរបស់គេទេតែគ្រាន់តែទឹកដីដែលកន្លែងផ្លោងចេញហ្នឹងគឺដាក់ឲ្យលឺខ្លាំងដល់ទីប្រជុំជនប៉ោយប៉ែតចាបានន័យថារុញចូលមកទីប្រជុំជនតែម្ដងបាទអញ្ចឹងនេះសូមជម្រាបបងប្អូនអំពីព្រឹត្តិការណ៍ដែលកំពុងតែវិវត្តសម្រាប់ម៉ោង9និង6នាទីនេះចាបាទខ្ញុំចាប់អារម្មណ៍ខមមិនរបស់បងប្រុសច័ន្ទវិរៈគាត់ថាកម្ពុជាស្ម័គ្រចិត្តបញ្ជូនទ័ពមុខខៀវទៅជួយ UN តែ UN វិញមិនបានងាកមកមើលកម្ពុជាថាសង្គ្រាមព្រំដែនត្រូវចោលសៀមឈ្លានពានហេតុអីមិនបើកភ្នែកមើលផង UN មិនមានទំនុកចិត្តលើខ្លួនឯងដែលជាអ្នកសម្របសម្រួលផ្នែកសន្តិភាពរបស់ពិភពលោកនោះទេចំណុចនេះមួយខ្ញុំដើម្បីកុំឲ្យមានការភ័ន្តច្រឡំបងប្អូនខ្លះគាត់ខមមិនថាមិនបានជាអាជ្ញាធរប៉ោយប៉ែតបិទមិនឲ្យគាត់ចេញពីក្រុងប៉ោយប៉ែតខណៈពេលដែលក្របកំភ្លើងសៀមឬសំឡេងកាន់តែខ្លាំងទៅចំណុចនេះបើតាមអាជ្ញាធរគាត់ចង់ពយល់ចេះបងប្អូនដោយសារតែក្របកំភ្លើងផ្លោងរបស់ពួកឈ្លានពានហ្នឹងគឺវាបាញ់កាត់មកធ្លាក់លើផ្លូវជាតិលេខ5ចំណុចរង្វង់មូលកូនដំរីចា៎បាទចំណុចហ្នឹងហ
ហើយចំណុចកូនតម្រៃនេះលោកអ្នកបានដឹងហើយនៅតំបន់ផ្លូវជាតិលេខ5ហ្នឹងគឺជាផ្លូវបំបែកទៅខាងម៉ាឡៃបាទទៅខាងម៉ាឡៃអញ្ចឹងការបិទមិនអោយបងប្អូនប្រជាពលរដ្ឋចេញពីប៉ោយប៉ែតនេះមិនមែនបានន័យថាឲ្យគាត់បិទមិនអោយគាត់ចេញអាចធ្វើឲ្យគាត់គ្រោះថ្នាក់ទេដោយសារម៉ោងនឹងកំពុងតែក្របផ្លោងតាមបណ្ដោយផ្លូវជាតិលេខ5នឹងខ្លាំងចឹងបិទអត់ឲ្យចេញសិនដើម្បីឲ្យស្ងប់ចាំចេញក៏ចេញទៅបាទព្រោះម៉ោងនោះវាគ្រោះថ្នាក់នៅពេលដែលចេញមកវាចំផ្លោងនោះកាត់ចំផ្លូវរបស់គាត់បាទនេះចាំអាជ្ញាធរគាត់ប្រាប់មិនមែនទុកឲ្យប្រជាពលរដ្ឋរបស់ខ្លួនឯងគ្រោះថ្នាក់នៅកន្លែងដែលកំពុងតែហានិភ័យទេតែដោយសារវាកំពុងតែផ្លោងធ្លាក់នៅអាផ្លូវដែលទៅចេញមកហ្នឹងព្រោះប៉ោយប៉ែតផ្លូវចេញពីប៉ោយប៉ែតមកគឺមកកាត់ផ្លូវជាតិលេខ5ហ្នឹងចា៎មកប្រទេសមានជ័យសេរីសុភ័ណ្ឌបាទអញ្ចឹងបងប្អូនជ្រាបអាឡែងតំណឹងណាគេលោកបងប្អូនថាចំគ្នាប៉ុណ្ណឹងហើយអត់ឲ្យគ្នាចេញនឹងឲ្យស្ងប់ក្របផ្លោងនឹងបងប្អូនអាចចេញបានបើចិនចង់ចេញចា៎បាទប្រិមត្តឥឡូវនេះដោយសារតែវគ្គទី2យើងអស់ម៉ោងដែរហើយប៉ុន្តែគ្រាន់ថានៅក្នុងដៃនេះខ្ញុំមិញឃើញមានសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកអាស៊ានដែលចេញតាក់ទងជាមួយនឹងបញ្ហាកម្ពុជាថៃរបស់យើងប៉ុន្តែមានចំណុចខ្លះវាហាក់បីដូចជាមើលទៅដូចអត់សូវសំណុកក្នុងចិត្តប៉ុន្តែយើងចាំជួបគ្នានៅក្នុងវគ្គទី3បន្តទៀតលំអិតចា៎បាទអញ្ចឹងសូមពេលសម្រាប់បន្តិចសិនសម្រាប់វគ្គទី2បងប្អូនណា